ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី75ថ្ងៃមួយព្រះរាមនិងព្រះលក្សណ៍បានចេញដំណើរទៅក្រសាលនៅក្នុងព្រៃមួយនាងសីតានៅក្នុងវាំងអផ្សុកពេកក៏នាំភីលៀងទៅស្រង់ទឹកបន្ទាប់មកនាងសីតាបានគូររូបក្រុងរាពណ៍ហើយលុបទៅវិញមិនជ្រះដោយសារចាញ់បោកនាងយក្សម្នាក់ឈ្មោះអាតូឡៃដែលត្រូវជាប្អូនរបស់ក្រុងរាពណ៍តាមមកសងសឹកឲ្យបងនៅពេលព្រះរាមវិលមកវិញនាងសីតាភ័យស្លន់ស្លោក៏យកក្តារគំនូទៅលាក់នៅក្រោមក្រឡាបន្ទំរបស់ស្វាមីព្រះរាមក្តៅក្រហាយផ្ទុំមិនលក់ដេញកាប់គេឯងពេញក្នុងរាជវាំងលុះព្រះលក្សណ៍រកឃើញក្តារគំនូនោះហើយនាងសីតាក៏សារភាពការពិតថ្វាយដល់ព្រះរាមជេរប្រមាថព្រះនាងយ៉ាងខ្លាំងហើយបញ្ជាឲ្យព្រះលក្សណ៍យកនាងសីតាទៅសម្លាប់ទាំងរាត្រីព្រះលក្សណ៍យល់ថានាងសីតាល្អបរិសុទ្ធព្រះលក្សណ៍ពុំហ៊ានសម្លាប់ព្រះនាងឡើយហើយសុំឲ្យព្រះនាងចេញឲ្យផុតទៅតែនាងសីតាពោលពាក្យគំរោះគំរើយដើម្បីបញ្ជាចិត្តឲ្យព្រះលក្សណ៍ខឹងឆាប់បានសម្លាប់នាងព្រះលក្សណ៍លើកព្រះខ័នបំរុងនឹងសម្លាប់ព្រះនាង2 ដងប៉ុន្តែដាក់ចុះមកវិញលើកទី3ព្រះលក្សណ៍បិទភ្នែករួចលើកព្រះខ័នកាប់នាងសីតាតតែសន្លប់ខ្លួនឯងប៉ុន្តែនាងសីតាមិនស្លាប់ព្រោះព្រះខ័នរបស់ព្រះលក្សណ៍คล้ายទៅជាកម្រងផ្កាពេលព្រះលក្សណ៍លីនាងសីតាត្រឡប់មកវិញព្រះឥន្ទបានជប់សត្វទ្រីមួយឲ្យដេកស្លាប់នៅក្បែរផ្លូវដើម្បីឲ្យព្រះលក្សណ៍វះយកថ្លើមមកថ្វាយព្រះរាមឲ្យបានមុនថ្ងៃរះព្រះរាមបានទេសដៀលនាងសីតាម្ដងទៀតនៅពេលឃើញថ្លើមសត្វទ្រីនេះនាងសីតាបានដើរកាត់ព្រៃដោយក្តីភ័យខ្លាចពេលនោះព្រះឥន្ទបានប្រែក្រឡាខ្លួនជាមហិង្សាមកនាំព្រះនាងទៅកាន់អាស្រមឥសីវជ្ជព្រឹត្តដោយសុវត្ថិភាពនាងសីតាបានប្រសូតបុត្រក្រោមការឧបត្ថម្ភរបស់ឥសីនិងព្រះឥន្ទព្រមទាំងប្រពន្ធព្រះឥន្ទទាំង4អង្គហើយនឹងបរិពារជាច្រើនទៀតថ្ងៃមួយនាងសីតាទៅកំពង់ទឹកឃើញស្វាញីពរកូនជាប់នឹងខ្លួនយល់ថាវាជាការប្រសើរក៏វិលមកយកបុត្រទៅជាមួយដោយមិនឲ្យឥសីដឹងឥសីបើកភ្នែកឡើងមិនឃើញចៅក៏ផិតភ័យបានរៀបចំជប់ក្មេងមួយទៀតឲ្យដូចរាជកុមារមុនលុះនាងសីតាពរកូនត្រឡប់មកវិញឥសីអរផងភ័យផងក៏តាំងស្ដីបន្ទោសនាងយ៉ាងខ្លាំង